បន្ទាប់ពីមកចូលរួមក្នុងជំនួបកម្ពុជាអាស៊ាននៅរាជធានីភ្នំពេញនៅចុងសប្តាហ៍នេះលោកប្រធានាធិបតីអាមេរិក Joe Biden នឹងបន្តដំណើរទៅចូលរួមជំនួបកម្ពុជាក្រុមប្រទេសសេដ្ឋកិច្ចនាំមុខ C20 នៅឯកោះបាលីប្រទេសឥណ្ឌូនេស៊ីតាមការគ្រោងទុកលោក Xi Jinping ក៏នឹងមានវត្តមាននៅទីនោះដែរកាលពីថ្ងៃម្សិលមិញលោក Joe Biden បានបញ្ជាក់ប្រាប់អ្នកកាសែតថាលោកនឹងនិយាយជាមួយលោក Xi Jinping អំពីបន្ទាត់ក្រហមដែលមិនត្រូវឈានជើងរំលងទាំងសងខាងលោក Biden អះអាងថាលោកចង់ស្វែងរកច្រកផ្លូវដើម្បីដោះស្រាយវិវាទទាំងឡាយដែលអាមេរិកនិងចិនប្រឈមមុខដាក់គ្នាបន្តស្ដាប់មកពិសេសអ្វីដែលខ្ញុំចង់ធ្វើនៅពេលដែលខ្ញុំជួបជាមួយលោក Xi Jinping នៅសប្តាហ៍ក្រោយគឺខ្ញុំចង់និយាយជាមួយគាត់អំពីការគូសគំនូសបន្ទាត់ក្រហមដែលភាគីទាំងសងខាងត្រូវតែគោរពឲ្យបាននេះគឺជាសម្ដីលើកឡើងរបស់លោក Joe Biden ប្រធានាធិបតីអាមេរិកនៅក្នុងសន្និសីទកាសែតឯទីក្រុង Washington លោក Joe Biden អះអាងថាលោកចង់សិក្សាឆ្វេងយល់អំពីវិវាទប្រឈមមុខដាក់គ្នារវាងគោលគំនិតធំៗរបស់លោក Xi Jinping ដែលចង់ការពារផលប្រយោជន៍ជាតិរបស់ភាគីចិននិងអ្វីដែលលោក Joe Biden ខ្លួនឯងគិតថាវាក៏ជាផលប្រយោជន៍ជាតិរបស់សហរដ្ឋអាមេរិកលោកប្រធានាធិបតីអាមេរិកបានប្រាប់អ្នកកាសែតថាលោកមានចេតនាចង់ស្វែងរកច្រកផ្លូវដោះស្រាយវិវាទនេះព្រោះថាចិននិងអាមេរិកប្រឈមមុខដាក់គ្នាកាន់តែខ្លាំងឡើងគូបញ្ជាក់ថាលោក Joe Biden នឹងទៅចូលរួមកម្មវិធីជំនួបកំពូលក្រុមប្រទេសសេដ្ឋកិច្ចនាំមុខ G20 នៅឯកោះបាលីប្រទេសឥណ្ឌូនេស៊ីចំណែកជំនួបកំពូលអាស៊ីប៉ាស៊ីហ្វិកហៅកាត់ថា APEC ដែលគេរៀបចំធ្វើនៅទីក្រុងបាងកកគឺលោកស្រីអនុប្រធានាធិបតី Kamala Harris ជាអ្នកចូលរួមលោកប្រធានាធិបតីចិន Xi Jinping នឹងមានវត្តមាននៅកោះបាលីក្នុងជំនួបកំពូល G20 ជំនួបទ្វេភាគីរវាងលោក Joe Biden និងលោក Xi Jinping នៅបាលីនេះត្រូវបានគេរំពឹងតាមដានជាខ្លាំងបន្ទាប់ពីរដ្ឋាភិបាលលោក Joe Biden បានប្រកាសចាត់ទុកចិនថាគឺជាដៃគូប្រជែងតែមួយគត់របស់សហរដ្ឋអាមេរិកក្រៅពីសំណុំរឿងសេដ្ឋកិច្ចពាណិជ្ជកម្មសំណុំរឿងកោះតៃវ៉ាន់កំពុងតែឡើងកម្ដៅយ៉ាងក្តៅគគុកបន្ថែមភាពតានតឹងរវាងមហាអំណាចទាំងពីរនេះជាងនេះទៀតលោក Xi Jinping ទើបតែត្រូវបានគណៈបកកុម្មុយនីសចិនតែងតាំងឲ្យធ្វើជាអគ្គលេខាធិការបកនិងជាប្រធានាធិបតីចិនមួយអាណត្តិទៀតប្រការនេះបានបង្កើតឲ្យមានការបារម្ភកាន់តែខ្លាំងទៅលើកោះតៃវ៉ាន់ព្រោះលោក Xi Jinping ធ្លាប់បានបដិញ្ញាថានឹងយកតៃវ៉ាន់មករួមរស់ក្នុងមហាគ្រួសារចិនវិញឲ្យបានតែកតិននឹងបញ្ហាកោះតៃវ៉ាន់នេះដែរលោក Joe Biden បានប្រាប់អ្នកកាសែតថាលោកនឹងលើកយកសំណុំរឿងនេះទៅនិយាយជាមួយលោក Xi Jinping នៅកោះបាលីលោកបានអះអាងទៀតថាទ្រឹស្ដីនយោបាយការទូតរបស់អាមេរិកមិនបានផ្លាស់ប្ដូរទេក្នុងសំណុំរឿងកោះតៃវ៉ាន់នេះជាទ្រឹស្ដីដែលសហរដ្ឋអាមេរិករក្សាជំហរទទួលស្គាល់ប្រទេសចិនតែមួយតែទន្ទឹមគ្នានេះគឺអាមេរិកនឹងបន្តជួយកោះតៃវ៉ាន់នៅក្នុងការការពារខ្លួនប៉ុន្មានសប្តាហ៍មកនេះនឹងជាច្រើនថ្ងៃជាប់គ្នាកូរ៉េខាងជើងពើតប្រឹងសម្ដែងរដ្ឋានុភាពខាងកម្លាំងអាវុធតាមរយៈការបាញ់មីស៊ីលយ៉ាងច្រើនសន្ធឹកមានទាំងមីស៊ីលរយៈចម្ងាយមធ្យមនិងចម្ងាយឆ្ងាយព្រមទាំងបាញ់មីស៊ីលបាឡីស្ទិកទៀតផងនេះគឺជាការវិវត្តជឿនលឿនខាងសមត្ថភាពកងទ័ពជើងគោករបស់របបក្រុងភ្ជុងយ៉ាងក៏ប៉ុន្តែប្រសិនបើគេក្រឡេកទៅមើលផ្នែកកងទ័ពជើងអាកាសវិញនោះគឺកូរ៉េខាងជើងនៅមានកម្រិតខ្សោយខ្លាំងបើធៀបទៅនឹងគូប្រជែងតើហេតុអ្វីបានជាដូច្នេះសូមស្ដាប់ការបញ្យល់របស់ហេងឧត្តមអ្នកជំនាញជាច្រើនអ្នកទាំងអ្នកឯកទេសខាងផ្លូវអាកាសរបស់សហរដ្ឋអាមេរិកនិងជាអ្នកជំនាញរបស់កូរ៉េខាងត្បូងក្តីព្រមទាំងអ្នកវិភាគតាមដានស្ថានភាពឧបទ្វីបកូរ៉េគឺសុទ្ធសឹងតែមូលមាត់ឯកភាពគ្នានៅក្នុងការវិតម្លៃសេចក្តីសន្និដ្ឋានថាកម្លាំងទ័ពផ្លូវអាកាសនៃរបបក្រុងភ្ជុងយ៉ាងគឺនៅទុនខ្សោយហើយបំពាក់ដោយគ្រឿងចម្បាំងចាស់កម្រិលនិងហួសសម័យពីព្រោះថាយន្តហោះចម្បាំងដែលកូរ៉េខាងជើងចាត់ទុកថាខ្លួនឯងចំណាប់ចំនួនគ្រាន់បើនោះគឺជាយន្តហោះចម្បាំងសល់តាំងតែពីសម័យកាលអតីតសហភាពសូវៀតនាអំឡុងទសវត្សរ៍1980មកម្លេះហើយយន្តហោះចម្បាំងរបស់កូរ៉េខាងជើងទៀតសោតក៏មានចំនួនតិចតួចទៅទៀតជាក់ស្ដែងកម្លាំងកងទ័ពផ្លូវអាកាសរបស់យោធាប្រជាមានិតកូរ៉េខាងជើងមានយន្តហោះចម្បាំងប្រមាណជា900គ្រឿងយន្តហោះដឹកជញ្ជូនសម្រាប់សឹកសង្គ្រាម300គ្រឿងហើយនិងឧទ្ធម្ភាគចក្រចម្បាំងមានប្រមាណជា300គ្រឿងដែរនេះបើតាមការវិតម្លៃរបស់ទីភ្នាក់ងារស៊ើបការសម្ងាត់ខាងយោធារបស់សហរដ្ឋអាមេរិកនៅក្នុងរបាយការណ៍មួយនៅឆ្នាំ2021ប្រភពសហរដ្ឋអាមេរិកដដែលគឺបញ្ជាក់ថាយន្តហោះចម្បាំងនិងយន្តហោះទម្លាក់គ្រាប់បែកដែលក្រុងភ្ជុងយ៉ាងមាននោះគឺភាគច្រើនជាយន្តហោះចាស់
សល់ពីសម័យសហភាពសូវៀតហើយនឹងខ្លះជារបស់ចិនដែលមានអាយុកាល 3-4 ទសវត្សរ៍ទៅហើយមិនតែប៉ុណ្ណោះយន្តហោះចម្បាំងចាស់ៗទាំងនោះមួយចំនួនលែងប្រើការកើតទៅហើយខ្លះទៀតមិនទាំងអាចហោះហើរបានផងនេះបើតាមការបញ្ជាក់របស់អ្នកស្រាវជ្រាវនៅវិទ្យាស្ថានអន្តរជាតិខាងសិក្សាយុទ្ធសាស្ត្រទន្ទឹមនឹងការខ្វះខាតយន្តហោះចម្បាំងទំនើបការវឹកហាត់អ្នកបើកបរយន្តហោះចម្បាំងនោះទៀតសោតក៏ប្រព្រឹត្តទៅយ៉ាងអត្តឃាតនៅកូរ៉េខាងជើងការបង្រៀនអ្នកបើកបរយន្តហោះចម្បាំងឲ្យស្ទាត់ជំនាញគឺស្ទើរតែមិនអាចទៅរួចពីព្រោះថាប្រេងសាំងមិនមានគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់វគ្គសិក្សារៀនសូត្រយន្តហោះចម្បាំងនេះឲ្យបានសមរម្យនិងបានច្រើនម៉ោងនោះទេអ្នកបើកយន្តហោះដែលរៀនហោះហើរបានតិចតួចគឺច្បាស់ជាមិនអាចនឹងធានាទៅដល់ការប្រយុទ្ធផ្លូវអាកាសបាននោះឡើយនេះបើតាមទីភ្នាក់ងារស៊ើបការសម្ងាត់ខាងយោធារបស់សហរដ្ឋអាមេរិកនិងដែលបញ្ជាក់ទៀតថាអ្នកបើកបរយន្តហោះចម្បាំងកូរ៉េខាងជើងរៀនហោះហើរបានតែ15 ទៅ25 ម៉ោងតែប៉ុណ្ណោះនៅក្នុងមួយឆ្នាំរយៈពេលរៀនសូត្រស្រួចស្ដាងប៉ុណ្ណេះគឺมันអាចនឹងមានមោទនភាពអ្វីនឹងទៅប្រៀបធៀបជាមួយនឹងកងទ័ពផ្លូវអាកាសរបស់កូរ៉េខាងត្បូងដែលមានបច្ចេកវិទ្យាទំនើបផុតលេខនិងបំពាក់បំពន់ដោយកម្លាំងកងទ័ពរបស់សហរដ្ឋអាមេរិកទៀតផងនោះកូរ៉េខាងជើងក៏បានដឹងខ្លួនឯងយ៉ាងច្បាស់ដែរថាសមត្ថភាពផ្លូវអាកាសរបស់ខ្លួននៅទន់ខ្សោយហើយបើសិនករណីមានចំនួនសង្គ្រាមផ្ទុះឡើងពិតមែនកងទ័ពកូរ៉េខាងជើងច្បាស់ជានឹងវាយប្រហារមូលដ្ឋានយោធាផ្លូវអាកាសរបស់គូសត្រូវជាមុនសិនជាមិនខាននេះបើតាមការវិភាគរបស់លោកជឹងសឹងឆាងជាអ្នកស្រាវជ្រាវនៅវិទ្យាស្ថានសេជុងចំណាយសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តកូរ៉េខាងត្បូងក៏បានដឹងចំណុចខ្សោយរបស់ទ័ពអាកាសកូរ៉េខាងជើងដែរទើបការពីពេលថ្មីនេះសមយុទ្ធរួមគ្នារវាងសេអ៊ូលនិង Washington គឺបានសម្ញែងឫទ្ធានុភាពយ៉ាងខ្លាំងពីក្បួនទ័ពផ្លូវអាកាសហើយនេះក៏ជាការគំរាមចំពោះរបបក្រុងភ្ជុងយ៉ាងដោយហេតុថាដឹងខ្លួនមិនសូវជាខ្លាំងខាងផ្លូវអាកាសទេហើយមិនចង់ឲ្យនរណាហោះហើរពីលើខ្នងរបស់ខ្លួនទើបកូរ៉េខាងជើងប្រឹងគំរាមសម្បើមណាស់ដែរដែលការពីពេលថ្មីនេះដោយបានបាញ់មីស៊ីលទាំងនៅលើដីនិងឆ្លងសមុទ្រជាច្រើនសន្ធឹកដើម្បីគំរាមឆ្លើយតបបកនិងប្រមានកុំឲ្យសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងធ្វើសមយុទ្ធរួមគ្នាទោះបីជាយ៉ាងណាក្តីគេក៏ត្រូវទទួលស្គាល់ដែរថាពីអតីតកាលកូរ៉េខាងជើងធ្លាប់មានកម្លាំងខ្លាំងខាងផ្លូវទ័ពអាកាសត្បិតថាបានជំនួយពីសហភាពសូវៀតនាឆ្នាំ2013កូរ៉េខាងត្បូងឯណោះតាមរយៈវិទ្យាស្ថានប្រវត្តិយោធានៅក្រុងសេអ៊ូលធ្លាប់បានវាយតម្លៃនៅក្នុងរបាយការណ៍មួយថាកងទ័ពផ្លូវអាកាសរបស់ក្រុងភ្ជុងយ៉ាងខ្លាំងជាងខ្លួនដល់ទៅ2 ដងនាអំឡុងទសវត្សរ៍1970ចូលកុំភ្លេចថាកងទ័ពកូរ៉េខាងជើងធ្លាប់បានបញ្ជូនកម្លាំងយោធាទៅជួយធ្វើសង្គ្រាមនៅវៀតណាមប្រឆាំងទៅនឹងរបបចក្រពត្តិបច្ចិមលោកហើយក៏នឹងបានទៅជួយច្បាំងសង្គ្រាមនៅស៊ីរីនិងនៅអេស៊ីបនៅពេលសង្គ្រាមគីប៊ូរវាងអារ៉ាប់និងយវីហ្វចម្បាំងទាំងពីរនេះកើតឡើងនៅអំឡុងដើមទសវត្សរ៍1970ក៏ប៉ុន្តែចាប់តាំងពីសហភាពសូវៀតរលំរលាយទៅកូរ៉េខាងជើងបាត់បង់ខ្នងបង្អែកហើយម្យ៉ាងក្រោយពេលដែលរុស្ស៊ីបានចុះកិច្ចព្រមព្រៀងភ្ជាប់ទំនាក់ទំនងឡើងវិញជាមួយរបបក្រុងសេអ៊ូលគឺរុស្ស៊ីត្រូវឈប់ផ្ដល់ជំនួយយោធាទៅដល់កូរ៉េខាងជើងដូច្នេះហើយកូរ៉េខាងជើងជួបភាពខ្សត់ខ្សោយខាងយោធាផ្លូវអាកាសជាច្រើនឆ្នាំមកហើយដើម្បីមានទឹកមាត់ប្រៃនៅក្នុងការចរចាជាមួយគូប្រជែងនិងពួកបច្ចិមប្រទេសកូរ៉េខាងជើងបានប្រឹងប្រែងអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរនិងផ្នែកខាងគ្រឿងសព្វាវុធផ្លូវគោកហើយបានចាត់ទុកកម្មវិធីនុយក្លេអ៊ែរថាជាស្នូលបណ្ដូលអាយុជីវិតរបស់ជាតិ